อะไรปองกล้วยมาท่องมันมันท่องแคมเปอร์ มาท่องแผมป้อนนะอะไรแบบพวกไอ้เหมือนยอนมาท่องพวกไอ้เหมือนยอนยอนนะอะไรพวกมาท่องมันnày mở nó sao chung môi ghế Inita nữa con chán á ជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំមកប្រទេសថ្ងៃនេះគឺជាថ្ងៃទី2នៃថ្ងៃចូលឆ្នាំខ្មែររបស់យើងបាទហើយថ្ងៃនេះគឺថាខ្ញុំមកលេងជាមួយនឹងគ្រូអញ្ចឹងណាគឺថាបងឡាខ្ញុំថាខ្ញុំដេកផ្ទះអត់បានដើរលេងចូលឆ្នាំអង្គឯងតែចៃដន្យហ្នឹងគឺថាក្មេងទៅអាយុ30ឆ្នាំរបស់យើងគឺថាឆាតមកបបួលខ្ញុំហើយខ្ញុំដើរលេងជាមួយគ្នាអីអញ្ចឹងណាព្រោះអីគាត់តកាន់អត់មានខ្ញុំទៅជាមួយគឺថាអបសក់អីចឹងទៅសារដៃគោពួកខ្ញុំទាំងពីរនាក់ហ្នឹងគឺថាតាំងពីដើមមកដើរចោលគ្នាទេបាទទៅណាក៏ទៅជាមួយគ្នាដែរនិយាយថាដូចតកែអញ្ចឹងណានិយាយថាតោងគ្នាស្អិតតែម្ដងហើយពេលខ្លះក៏ដូចឆ្មានឹងកដលដែរបាទនិយាយថាពេលខ្លះក៏ខំគ្នាទៅពេលខ្លះក៏សប្បាយមួយគ្នាទៅហើយពេលខ្លះទៅក៏ងក់ងយលេងសើចមួយគ្នាគឺថាមានគ្រប់រសជាតិហ្មងហ្នឹងហើយបើសម្រាប់ខ្ញុំម្នេះវិញគឺថាចូលឆ្នាំនេះគឺថា2ដងនៅខេត្តរតនគិរីណាគឺថាឆ្នាំមុនគឺថានៅតាមខេត្តផ្សេងអញ្ចឹងទៅហើយហ្នឹងហើយ2ឆ្នាំចុងក្រោយគឺថានៅខេត្តរតនគិរីផ្ទាល់តែម្ដងគឺថានៅខេត្តខ្លួនឯងអញ្ចឹងអីជិលទៅដើរលេងនៅខេត្តផ្សេងដោយសារតែមិនមែនខេត្តរបស់យើងដែរសប្បាយដូចគ្នាតែគាត់ថាចង់លេងនៅខេត្តខ្លួនឯងអញ្ចឹងណាបាទហើយនេះកម្មវិធីខ្លះដែលថាមកដើរលេងជុំគ្នាអីអញ្ចឹងហើយមកដល់នឹងភ្លាមខ្ញុំម្នេះវិញបាទប្រឹងទៅពៀមែនតែនជាមួយអាសាច់គោញៀនហើយនឹងបាយតំណើបគេនោះអូឆ្ងាញ់អស់ទាស់តែម្ដងនេះបាទនេះកំងបាន3 4មុខនឹងដែរចំណែកនេះវិញគឺថាកូនង៉ែតរបស់យើងបាទឥឡូវតែញ៉ាំមើលខាងមុខភ្លេចមើលខាងក្រោយកូនង៉ែតរបស់យើងក៏ប្រឹងទៅពៀដែរបាទនិយាយថាអត់មានថ្មិញទៅប្រឹងទៅពៀដល់កតែម្ដងងាប់និយាយថាតំណងរបស់គេដែរតែពេលខ្លះទៀតទៅគឺថាដល់ពេលយើងបានមកដើរជុំគ្នាអញ្ចឹងទៅមានអារម្មណ៍ថាស្រស់ស្រាយមួយយ៉ាងដែរឬថាសប្បាយមួយយ៉ាងដែរដោយសារតែមានគ្នាអ៊ូអអីអញ្ចឹងហើយនេះបាទទីសភាពនៅបឹងយ៉ាក់ឡោមរបស់យើងបាទគឺថាស្រស់ស្អាតខ្លាំងមែនតែនតែម្ដងហើយអ្វីដែលពិសេសគឺថានៅថ្ងៃចូលឆ្នាំរបស់យើងគឺថាមានអ៊ំពូមីងយាយតាដែលគាត់មកលេងច្រើនខ្លាំងមែនតែនមានបងប្រុសបងស្រីក្មេងខ្មាំងឯមកជុំគ្នាទាំងអស់ហើយខ្ញុំសូមនិយាយរឿងមួយបងប្អូនទាំងអស់គ្នាបាទខ្ញុំល្បីថានៅកំពង់ចាមមានកំប៉ុងស្អាតច្រើនណាឬគេនិយាយតគ្នាច្រើនអញ្ចឹងទៅហើយចៃដន្យគឺថាខ្ញុំនៅនឹងដែរគឺថាឃើញស្អាតមែនតែនតែម្ដងណាហើយកន្លែងមកមើលកំប៉ុងនៅខេត្តរតនគិរីរបស់យើងបាទអូស្អាតមិនធម្មតាទេបងប្អូនទាំងអស់គ្នាបាទនៅរតនគិរីក៏ស្អាតដែរតែមិនបានមើលម្លងអញ្ចឹងមកណែឥឡូវពូជួយទិញតែពូសួរមួយសិនលក់បងក្រូចមែនហើយមកលក់តែឯងហ្នឹងមកមួយណាគេមកមួយម៉ាក់អត់ហើយបងក្រួយនឹងលក់មិនបងទាលក់មិនមកថង5,000នៅចំចូលហើយលក់តែ2មុខហ្នឹងឯងមែនឥឡូវយកបងក្រួយពូទិញមកថងអញ្ចឹងណាដល់យកមកចាំពូចាំឥឡូវបងក្រួយមកថងប៉ុន្មានមកថង5,000ណាឥឡូវពូឲ្យ10000យកអត់មកថងពូឲ្យ10000យកអត់យកណាឥឡូវពូមកថងមកមើលណាចប់ឈ្មោះគេInitaណាអរគុណច្រើនណានិយាយពីថាពីដំបងឡាយគឺថារកទិញទាំងអស់អីអញ្ចឹងណាហើយហ្នឹងហើយចៃដន្យអីគឺថាប្រូតេរបស់យើងគឺថាអត់លុយដែរអញ្ចឹងទិញមកថងបានហើយបន្ទាប់ពីខ្ញុំទិញពងក្រូចហើយគឺថាមក3ក្មួយបាទនេះអើយនិយាយពីថាបាទនិយាយពីថាឆ្លាតអស់ទាស់តែម្ដងណាគឺថាកូនអេរ៉ាំណាឆ្លាតមែនតើកូនពៅហើយហ្នឹងហើយបងប្អូនទាំងអស់គ្នាបាទវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយចាំជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយៗទៀតណាបាយបាយ